មួយបបព្រិចភ្នែកចូលឆ្នាំទៀតហើយឆ្នាំថ្មីហើយនៅតែលួងលោមអូនឯងខឹងរឿងអីហ្នឹងមុខមាត់បងសង្ហាយនេះតែអូនមិនចាប់អារម្មណ៍ហេតុអ្វីអូនថាបងដូចក្មេងស្ទៀវមិនស័ក្តិសមនឹងអូនទេមែនហ្នឹងរូបបងជាសុភាពបរោះក្រខ្មែររូបបងជាសុភាពបរោះខ្មែរអ្នកភូមិបងធ្វើលយណាស់បងពូកែខាងលេងភ្លេងមិនបាច់ពឹងសំណាងភ្លេងមិនបាច់ពឹងសំណែបងព្រោះបងថែរក្សាភ្លេងបុរាណខ្មែរអូនសម្លាញ់នៅនរណាធ្វើអូនខូចចិត្តអូនសម្លាញ់មកឮថាគឺដោយសារវណ្ដាអូនសម្លាញ់មកឮថាគឺដោយសារអូនសម្លាញ់ជារឿងធម្មតាអូកុំលួចស្រឡាញ់គេតែម្នាក់ឯងអីចាំខ្ញុំប្រាប់ថារឿងវាអញ្ចេះនឹងច្បិចផងមួយផងវាខ្ញុំរើមរះរួចក៏រត់ដោយសัตว์កុកទេសរយូរទៅហត់ពេកក៏ហៅម៉ូតូដុបជីហេតុអ្វីនាងចេះតែតាមស្អិតគ្រប់កន្លែងម្លេះនាងនិយាយមិនឈប់សោះដូចចង់ទៅចុះពីម៉ូតូដុបឲ្យហៅទៅចុះពីម៉ូតូដុបឲ្យហៅឬមកកង់3ជីវិញកុំតន់បាត់អារម្មណ៍ចាំខ្ញុំបត់បន្តទៀតខ្ញុំឈ្មោះវណ្ណនដាជាសុភាពរបស់ខ្មែរដែរអ្នកភូមិខ្ញុំក៏ថាខ្ញុំលយដែរមកខ្ញុំថាខ្ញុំស្នេហ៍មុនស្នេហ៍លើស្ពតទាំងសងខាងខ្ញុំដឹងថាខ្ញុំលយពេលរៀបជាមួយភ្លេងបុរាណខ្មែរខ្ញុំចូលចិត្តតាមគេតែមិនចង់ឲ្យតាមទេខ្ញុំចូលចិត្តខត់គេតែមិនចង់ឲ្យខត់ខ្ញុំទេខ្ញុំមិនទាន់គូព្រេងទេព្រោះមិនទាន់ចូលវ័យបេតេមុនគិតទេខ្លាចបេះដូងមានស្នាមដំបែកអូបងប្រុសអើយកុំហោះនរណាគេបងប្រុសអើយនាងនៅរៀននៅឡើយទេទុកឲ្យនាងរៀនចប់សិនចាំយើងនិយាយរឿងស្នេហាខ្ញុំខ្លាចធ្លាក់ប្រចាំខែកាលខ្ញុំនៅរៀនខ្ញុំក៏ធ្លាប់ធ្លាក់ដែរលួចស្រឡាញ់សិស្សច្បងស្អាតពេកគិតរឿងស្នេហាពេកទើបបន្ទុំមិនសូវល្អឥឡូវវា copy មុនខ្ញុំមិនអាចទេដឹងអាកុតទេលើខ្ញុំខ្លាចជាអ្នកភ្លេងមិនគ្មាននរណាហៅខ្ញុំទេអូអតីតកាលហួរទៅហើយបងនឹងត្រឡប់មកវិញពេលអូនធំពេញវ័យវិញអូនសម្លាញ់នរណាធ្វើអូនខូចចិត្តអូនសម្លាញ់មកឮថាគឺដោយសារអូនសម្លាញ់ជារឿងធម្មតាអូកុំលួចស្រឡាញ់គេតែម្នាក់ឯងអីជារឿងធម្មតាទេអូ